នេះចាញ់ដល់វាយអត់ចេះនិយាយច្រើនកីឡាករវ័យក្មេងរីគីរ៉ាស្មាចាត់ទុកលន់បញ្ញាជាកីឡាករក្នុងដួងចិត្តដោយថារូបគេស្រឡាញ់ទាំងក្បាច់និងអត្តចរិតរបស់រៀមច្បងរូបនេះរូបគេក៏រំពឹងថានឹងបានជួបលន់បញ្ញានៅថ្ងៃណាមួយខណៈដែលបច្ចុប្បន្នរូបគេបានឃើញលន់បញ្ញាតែតាមទូរស័ព្ទឬតាមទូរទស្សន៍ប៉ុណ្ណោះរ៉ាស្មាថាប្រសិនបើរូបគេមានឱកាសជួបមែននោះរូបគេនឹងនិយាយពាក្យក្នុងចិត្តមួយចំនួនប្រាប់លន់បញ្ញាកូនសិស្សរបស់លោករីគីរូបនេះបានឲ្យដឹងថារូបគេតែងតែមើលការប្រកួតស្ទើរតែទាំងអស់របស់លន់បញ្ញាដោយថាបច្ចុប្បន្នរូបគេកំពុងតែយកគំរូតាមទាំងស្នៀតអាវុធនិងអត្តចរិតមិនត្រឹមតែយកគំរូតាមលន់បញ្ញាទេប៉ុន្តែរីគីរ៉ាស្មាក៏កំពុងតែសិក្សាពីបច្ចេកទេសនិងបទពិសោធន៍ពីសិស្សច្បងរួមក្លឹបរួមនឹងសិស្សច្បងរួមអាជីពផ្សេងទៀតតើតើមួយឆន្ទៈទៅមុខទៀតតើចង់ឲ្យខ្លួនឯងនឹងល្បីល្បាញដូចកីឡាករណាអីណាដែរខ្ញុំចង់ល្បីដូចសិស្សច្បងរបស់ខ្ញុំឲ្យជោគជ័យនៅវិស័យបណ្ដាលអ្នកណាគេដែលថាជា idol របស់យើងហ្មង idol ខ្ញុំលូនបញ្ញាមូលហេតុអីបានជាយកលូនបញ្ញាជា idol ទៅគាត់អត់ចេះនិយាយច្រើនឡើងទៅដល់វាយឈ្នះចាញ់ដល់វាយអត់ចេះនិយាយច្រើនហើយមើលទៅអត្តចរិតគាត់អីមិនដែរលូនបញ្ញាគាត់ល្អនិយាយទៅគាត់អត់រឹកអត់អីចឹងស្រឡាញ់គាត់អ្វីដែលស្រឡាញ់ជាងគេពីលន់បញ្ញាបានជាយកគាត់ idol អត្តចរិតគាត់ចុះក្បាច់គាត់អីមិនដែរបាទពេលខ្លះចាប់ក្បាច់គាត់ផងចាប់ក្បាច់សិស្សច្បងក្នុងក្លឹបផងស្រឡាញ់ចឹងបានន័យថាយកលន់បញ្ញាជា idol ប្រកាសជាអាសាមើលការប្រកួតរបស់លន់បញ្ញាបាទមិនដែរការប្រកួតរបស់គាត់ការប្រកួតរបស់គាត់ល្អហើយចាប់ក្បាច់គាត់យកមកអភិវឌ្ឍនៅក្លឹបក្បាច់អីបាទក្បាច់អីដែលយើងស្រឡាញ់របស់គាត់ជាងគេនេះទៅខ្ញុំមើលគាត់វាយតាមគាត់អីចឹងទៅតែស្នៀតអីដែលយើងស្រឡាញ់មានគាត់មានទាត់មានជង្គង់មានអីយើងស្រឡាញ់អីគេជាងគេរបស់គាត់ជង្គង់បាទដែរមានឱកាសជួបលន់បញ្ញាហើយនិយាយថាបងខ្ញុំចាត់ទុកឲ្យជា idol អីដែរទេអត់ដែរមានឱកាសជួបតែបើសិនជួបអាចទៅសុំគាត់និយាយឬក៏សួរសុខទុក្ខឬក៏ប្រាប់គាត់ថាយើងជា fan គាត់អីបាទបើសិនមានឱកាសបាទខ្ញុំជឿបងជឿជាក់ថាលន់បញ្ញាក៏អាចនឹងរំភើបរីករាយដែលមានសិស្សប្អូនយកគាត់ជា idol ស្រឡាញ់អត្តចរិតស្រឡាញ់អាវុធស្នៀតអីចឹងបាទរ៉ាស្មៃគិតថាខ្លួនឯងចង់បានខ្សែក្បាត់ប្រមាណសម្រាប់យើងចង់បានបំផុតហ្មងជោគជ័យហ្មងទៅថ្ងៃមុខទៀតខ្ញុំចង់ជោគជ័យបំផុតនឹងបណ្ដាលចង់មានខ្សែក្បាត់ពាក់មានពានកាន់ហើយមានរបស់គ្រប់គ្រាន់នៅក្នុងដៃចង់ជោគជ័យ